แต่ไปยังสลับទៅអ្វីក្នុងជាតិនេះមានផិតនៅដើម្បីនឹងថាឲ្យជារបស់យើងនឹងយ៉ាងម៉េចទៅពីព្រោះអីពីព្រោះយើងស្លាប់ពីលោកនេះទៅហើយគឺយើងលះបង់លោកនេះចោលលោកនេះពិតប្រកបច្បាស់ប៉ុន្តែឥឡូវដែលអត់បានងាប់នេះយើងនៅក្នុងផ្ទះយើងនេះអ្វីច្រើនណាស់ជារបស់យើងប៉ុន្តែកាលណាបើបានស្ដាប់ពធមានពធជាសរណៈមានពធជាទីរលឹកព្រះអង្គទ្រង់សម្ដែងប្រាប់នឹកចាំនៅព្រះពុទ្ធដីកាអ្វីទាំងអស់នោះគឺវាជាអារម្មណ៍របស់វិញ្ញាណរូបគឺជាអារម្មណ៍របស់វិញ្ញាណសំឡេងជាអារម្មណ៍របស់វិញ្ញាណក្លិនរសហត្ថពៈជាអារម្មណ៍របស់វិញ្ញាណអានេះដែលយើងអត់ទាន់ងាប់អ្វីទាំងអស់នោះវាជារបស់វិញ្ញាណបើវិញ្ញាណមិនមានទេអ្វីទាំងអស់នោះក៏អត់មានដែរវិញ្ញាណដឹងនៅរូបហើយក៏រលត់ចោលរូបទៅវិញ្ញាណដឹងនៅសំឡេងក៏រលត់ចោលសំឡេងនៅទៅដូច្នេះញាតិញោមចេះប្រោទាំងអស់ធ្វើទុកក្នុងចិត្តថាប្រកដីនៃជីវិតដែលរស់នៅអ្វីដែលមាននៅហ្នឹងគឺមានជាអារម្មណ៍របស់វិញ្ញាណប្រកបឡើងដោយសារវិញ្ញាណក៏រលត់ទៅចោលអារម្មណ៍នោះទៅទាំងអារម្មណ៍នោះក៏រលត់ទៅតាមបែបជាសង្ខារលោកដោយខ្លួនឯងណានឹងគឺជាប្រធោជាប្រធោកណ្ដាគុណចាស់ញាតិញោមសេចក្ដីទាំងអស់ពិនិត្យមើលចឹងពីព្រោះយើងស្ដាប់ប្រធោបានពីរស់យល់ប៉ុន្តែយើងគិតផ្ទះយើងកូនយើងសម្បត្តិយើងលៀបយើងយោះយើងប៉ុន្តែដែលវាមានជារបស់យើងទាំងអស់ហ្នឹងអត់មានវិញ្ញាណទេតើរបស់យើងទាំងអស់ហ្នឹងមានតែឬទេវិញ្ញាណត្រូវរលត់ពីរបស់ទាំងអស់ហ្នឹងទៅមួយគណៈដូចជាងាប់មួយជាតិអញ្ចឹងដែលក្នុងជាតិនេះវាអត់មានអ្វីជារបស់យើងទៅទៀតនោះប៉ុន្តែឥឡូវដែលមានយើងកំពុងតែរស់នៅហ្នឹងគឺត្រូវដឹងថាវិញ្ញាណដែលប្រព្រឹត្តទៅក្នុងលោកនៃការរស់នៅមិនតាន់ងាប់ទេប៉ុន្តែអ្វីដែលនៅរស់គឺវិញ្ញាណប្រព្រឹត្តទៅក្នុងលោកនៃការរស់នៅយល់ទេស្ដាប់បានទេណាមិនតាន់ងាប់ទេនៅរស់ឥឡូវហ្នឹងប៉ុន្តែអ្វីដែលរស់នៅក្នុងលោកគឺវិញ្ញាណដឹងរូបហើយក៏រលត់ចោលរូបនោះទៅដូចជាការងាប់មួយជាតិអញ្ចឹងតើរូបនឹងជារបស់ខ្លួនយ៉ាងម៉េចទៅគ្រាន់តែជាអារម្មណ៍នៃវិញ្ញាណតែប៉ុណ្ណោះសំឡេងក្លិនរសហត្ថពៈអ្វីរហូតដល់ទៅមโนទ្វេរវិថីចិត្តដែលកើតឡើងនឹងឯងលោកនៃគំនិតប្រព្រឹត្តទៅច្រើនណាស់ក្នុងរឿងដែលត្រូវគិតក៏ប៉ុន្តែកាលណាបើប្រកាសច្បាស់ទៅក្នុងរូបសម្លេងក្លិនរសហត្ថពៈដែលលោកគ្រូបងបានបញ្ជាក់ហើយវាជាអមិសៈរបស់មេវាជាគ្រឿងបញ្ឆោតដូច្នេះកាលណាបើដឹងរូបតាមសេចក្តីពិតជារបស់ចក្ខុវិញ្ញាណដឹងសម្លេងរបស់សោតវិញ្ញាណអញ្ចឹងមានអីជារំខានសម្លេងរថយន្តសម្លេងអីហ្នឹងព្រោះស្អីដែលដឹងសម្លេងហ្នឹងគឺសោតវិញ្ញាណតែរស់ដឹងសម្លេងស្អីឯណាទៀតព្រោះអាការដឹងសម្លេងស្អីទៀតក៏ទៅវិញ្ញាណដដែលមិនចាំបាច់ទៅរកវិញ្ញាណស្អីដឹងស្អីទៀតវិញ្ញាណហ្នឹងបានហើយឲ្យតែមិនមែនជាយើងសម្លេងវាជារបស់វិញ្ញាណហ្នឹងនេះរឿងសំខាន់ដែលនៅមិនតាន់ងាប់នេះវាមិនមែនយើងងាប់ទៅឈ្មោះតែយើងលះបង់អ្វីគ្រប់យ៉ាងដោយការរលត់ឧបាទានរលត់សេចក្តីប្រកាន់ទេអត់ទេប៉ុន្តែនៅរស់ដោយសតិសម្បជញ្ញៈបុគ្គលរូបឲ្យចក្ខុវិញ្ញាណវត្តហាត់អប់រំអញ្ចឹងសម្បើមណាស់នៅពេញផ្ទះណាកូនចៅអីហ្នឹងនៅមែនណាប៉ុន្តែកាលណាបើដឹងរូបច្បាស់រូបនឹងវាមិនបោកយើងឲ្យគិតទៅក្នុងផ្លូវជាអកុសលដែលជាមិច្ឆាសង្កបៈនឹងទេដឹងច្បាស់នៅសម្លេងក៏វាអត់បោកឲ្យយើងគិតវង្វេងអីទៅដែរវានៅតែការគិតឲ្យទៀងគិតរក្សាសិលគិតលះបង់គិតរីករាយគិតមេត្តាគិតករុណាគិតប្រយោជន៍អានឹងដែលជាសម្មាសង្កបៈហើយនឹងជាពិសេសគឺវិតកៈជាមួយគ្នានឹងសម្មាសតិដែលទល់គ្នានឹងធម្មៈតែប៉ុណ្ណោះឯងគឺសម្មាសង្កបៈជាអង្គរបស់មគ្គក្លិនក៏អត់បោកបានរសក៏អត់បោកបានហត្ថពៈក៏អត់បោកបានព្រោះនេះជាអារម្មណ៍មួយរបស់វិញ្ញាណតែប៉ុណ្ណោះអានេះរឿងពិតក្នុងជីវិតដែលយើងរស់នៅណា
យកអតិហោពីរឿងយើងងាប់ចោលទាំងអស់អ្វីក្នុងបច្ចុប្បន្ននេះទាំងអត្តភាពប៉ុន្តែឥឡូវអត់តាងាប់ទេរូបសម្លេងចិនរោគតពៈជាអារម្មណ៍របស់វិញ្ញាណបិទទ្វារ5នេះឲ្យច្បាស់ប្រកបអ្វីក្រៅពីរូបគឺអត់មានតាមផ្លូវភ្នែកអ្វីក្រៅពីសម្លេងគឺអត់មានអ្វីក្រៅពីក្លិនគឺអត់អ្វីក្រៅពីរសគឺអត់អ្វីក្រៅពីថតពៈគឺអត់មែនថាអត់មែននឹងដោយសារជឿអ្នកណាទេជឿព្រះជឿហើយប៉ុន្តែបញ្ញាព្រះមិនអាចមករំលត់កិលេសយើងបានទេរំលត់កិលេសក្នុងចិត្តយើងគឺតលតែបញ្ញាខ្លួនឯងដូច្នេះគឺត្រូវតែសទ្ធានុសារីរលឹកដោយសទ្ធាធម្មានុសារីរលឹកដោយបញ្ញាទៅតាមសទ្ធាធឹកទៅតាមបញ្ញាធឹករលឹករឿយនៅធម្មៈដែលប្រកបនោះឯងអ្វីទាំងអស់ដែលប្រកបក្នុងជីវិតយើងនេះតែយើងអ្នករស់នៅក្នុងលោកនៃរូបារម្មណ៍ឬក៏វិញ្ញាណប្រព្រឹត្តទៅក្នុងលោកនៃរូបារម្មណ៍វិញ្ញាណរលត់ចោលរូបារម្មណ៍នោះទៅហ្នឹងក៏ដូចជារឿងស្លាប់វិជាតិអញ្ចឹងហើយត្រូវអាល័យរូបនោះទេគឺចំពោះការរលត់ទៅនៃវិញ្ញាណហ្នឹងនេះដែលត្រូវឃើញខុសសំឡេងក្លិនរសផាត់ផាត់ទេអស់ហើយដូច្នេះលោកនៃគំនិតគឺប្រព្រឹត្តទៅដោយសម្មាសង្កប្បៈសម្មាសង្កប្បៈជាមួយគ្នានឹងសម្មាសតិជាមួយគ្នានឹងសម្មាទិដ្ឋិដែលជាអង្គមគ្គជាផ្លូវជាបដិបទាដែលចេញអំពីលោកនៃសេចក្តីប្រកម្មនេះនេះដែលត្រូវឃើញផ្លូវដែលត្រូវឃើញមគ្គទៅនោះជាធម៌ជាសច្ចៈកាលណាមកផ្ដើមដោយការមានសតិផ្ដើមដោយការអប់រំបញ្ញាផ្លូវគឺត្រូវទៅអញ្ចឹងទៅអត់មានអ្នកទៅទេតែនេះផ្លូវដែលត្រូវកើតឡើងផ្លូវដែលចម្រើនឡើងចឹងញាតិញោមសេចក្ដីទាំងអស់ធូរស្រាលណាដោយសារមានធម៌ធូរស្រាលអ្វីក៏សុទ្ធតែជាធម៌កុំឲ្យថាយើងបើកជាភៅនៅធម៌ប៉ុន្តែបើកជាភៅទៅក៏អស់ធម៌រលីងខ្លួនឯងរស់នៅក្នុងលោកនៃការរីករាយឬក៏លោកនៃការភុញទ្រាន់ចង់បានតែរបស់ជាទីពេញចិត្តអត់ចេះរស់នៅឲ្យជាសុខជាមួយគ្នានឹងអ្វីដែលជាធម្មៈដែលព្រះអង្គទ្រង់ប្រកាសសម្ដែងតែយើងជាសាវកកន្លែងណាទៅបើយើងអត់បានដឹងធម្មៈដែលព្រះអង្គទ្រង់សម្ដែងដូច្នេះធម៌ព្រះអង្គបង្រៀននៅក្នុងគម្ពីរបៃដកតែព្រះអង្គទ្រង់ប្រាប់អ្វីជាធម៌ឲ្យមានសតិបញ្ញាទល់គ្នានឹងធម៌ទៅបានឃើញធម៌ដែលព្រះអង្គសម្ដែងអញ្ចឹងគឺអ្វីទាំងអស់ក្នុងផ្ទះសម្ដែងច្រើនណាស់សុទ្ធតែជាអារម្មណ៍ដែលនាំមកនូវសេចក្តីសៅហ្មងជាសំណាញ់នៃអបាយភូមិដែលកំពុងតែរីករាយនេះណាតែវាជាសំណាញ់នៃអបាយភូមិអាល័យកូនអាល័យចៅអាល័យទ្រព្យក្តៅក្រហាយចិត្តនឹងបាបកម្មដែលធ្វើឲ្យស្អីទាំងអស់នេះគឺជាវដ្តសង្សារដែលអត់មានធម៌របស់ព្រះអង្គមានការចម្រើនឡើងដើម្បីនឹងបន្តបងនៅអាសភាពសៅហ្មងនៃចិត្តទាំងអស់ហ្នឹងពិតមែនតែនឹងក៏គឺជាធម្មៈប៉ុន្តែមានស្អីដែលដឹងធម្មៈព្រោះធម៌ទាំងអស់ហ្នឹងមានធ្វើកិច្ចបរិបត្តិឯណាអភិជាមានធ្វើកិច្ចបរិបត្តិឯណាទូមនោមានធ្វើកិច្ចបរិបត្តិឯណានេះសិតតែជាធ្វើកិច្ចនៃវដ្តសង្សារកិច្ចអបាយភូមិទេតើចក្ខុវិញ្ញាណសោតវិញ្ញាណជាធម្មៈប៉ុន្តែធម្មៈហ្នឹងអត់មានធ្វើកិច្ចបរិបត្តិឯណាកិច្ចបរិបត្តិតតែស្ដាប់ពីធម៌នឹងឲ្យយល់ការយល់នេះទៅធ្វើកិច្ចបរិបត្តិទៅបានធម្មមានធម្មបរិបត្តិនឹងឯងដូច្នេះពិតមែនតែធម៌ទាំងអស់ជាអនត្តាប៉ុន្តែស្អីទៅដឹងអនត្តាហ្នឹងបើមិនអប់រំការស្ដាប់ឲ្យយល់នៅធម៌ហ្នឹងទេជាញាតិញោមជាសំខាន់ជីវិតរស់នៅនេះគឺជាប្រកដីនឹងផ្ទះនៅសម្បែងយូរហើយនឹងឯងសូមឲ្យឃើញការរស់នៅក្នុងលោកនៃរូបអារម្មណ៍ដែលរូបនោះឯងត្រូវតែជារបស់ចក្ខុវិញ្ញាណបើចក្ខុវិញ្ញាណរូបមិនប្រកបទេវាជាការរួចផុតមួយវាជាការធូរស្រាលមួយចុះសំឡេងបន្តគ្នារហូតគឺជាលោកដ៏ពិតប្រាកដមួយដែលការរស់នៅក្នុងលោកនៃសម្លេងនឹងឯងខណៈចិត្តដែលប្រព្រឹត្តទៅក្នុងការដឹងសម្លេងនឹងឯងតើអ្វីដែលគួរឲ្យហួងហែងច្រើនទៅបើទាំងអស់នឹងវាប្រកបឡើងសម្រាប់វិញ្ញាណទេនោះវិញ្ញាណមិនមែនព្រឹកអានឹងឯងគេហៅថាយើងងាប់ចាកលោកនេះទៅប៉ុន្តែវាមិនមែនតតែអស់វិញ្ញាណនឹងដោយការចុកតិឯណាវិញ្ញាណដែលរលត់នៅពេលដែលរស់នៅក្នុងលោកនៃរូបអារម្មណ៍នេះឯងគឺជាការងាប់វិញ្ញាណដែលប្រព្រឹត្តទៅក្នុងការដឹងនៅសម្លេងនឹងឯងហើយក៏រលត់ទៅនេះហើយគឺជាការងាប់ជាការលះបង់នៅលោកគ្រប់ខណៈគ្រប់ពេលវេលាបន្តក្នុងសង្សារវដ្តរៀនងាប់យ៉ាងនេះរៀនរស់យ៉ាងនេះដែលជាការរៀនរស់រៀនងាប់ជាមួយនឹងធម្មៈដោយសតិប្បដ្ឋានវិបស្សនាសូមអនុមោទនា